bạn chẳng khiêm sông phơ càn gì ông pi anh có được bọn nét chạp tăng pi nét chạp bắt đầu rồi nâu nông tì krong hàng su đây chia sọc cầm nền rồi bọn nét nè chẳng tao thành phía bảo vệ nó dạng bạch đè bà bạn chẳng nét cả nó không nằm mà pon bồ rồi học sắp tề trong cả nó nằm mà pon bồ rồi học rất buồn bà chẳng cứ nằm mà pon bồ rồi học rất buồn nó cứ chia sầm mai bạc vọt này cả và bát thổ bà bạn chỉ taบอกខ្ញុំគាត់គឺជាម្ចាស់ដីមួយកន្លែងដ៏តូចមួយដែលគាត់ជាមនុស្សគ្មានតម្លៃទោះតែសោះនៅក្នុងសង្គមហើយខ្ញុំគិតថាវាគឺជាបញ្ហាដ៏ស្មុគស្មាញមួយនៅពេលដែលខ្ញុំនៅតូចចំពោះខ្ញុំបានជាយាមចូលរៀនមហាវិទ្យាល័យចំនួន3ដងក៏ប៉ុន្តែត្រូវបានគេបដិសេធខ្ញុំបានជាយាមប្រឡងចូលមហាវិទ្យាល័យដោយក្មេងសបាគ្នាដែរក៏ប៉ុន្តែខ្ញុំប្រឡងធ្លាក់រហូតបាទហើយខ្ញុំក៏បានប្រឡងចូលគេហៅថ្នាក់ដំបូងចំនួន2ដងនិងបានធ្លាក់នៅអនុវិទ្យាល័យចំនួន3ដងផងដែរអ្នកនឹងមិនជឿទេថានៅក្នុងទីក្រុងហាងសូនោះគឺមានអនុវិទ្យាល័យតែមួយគត់បាទដែលត្រូវសិក្សារយៈពេលតែ1ឆ្នាំយើងនឹងបញ្ចប់វាបាទចំពោះការចូលរៀននៅអនុវិទ្យាល័យផងដែរគឺខ្ញុំមិនត្រូវបានគេអនុញ្ញាតឲ្យចូលរៀននោះទេដោយសារតែខ្ញុំរៀនមិនពូកែដូចគេហើយណាមួយខ្ញុំមាន credit មិនសូវល្អដូចក្មេងៗដទៃទៀតដែលអាចមានឱកាសដើម្បីចូលរៀននៅអនុវិទ្យាល័យនោះផងដែរបាទអញ្ចឹងខ្ញុំសូមសួរចែកថាតើអ្នកមានអារម្មណ៍យ៉ាងណានៅពេលដែលអ្នកត្រូវបានគេបដិសេធរហូតមកបាទខ្ញុំគិតថាយើងត្រូវតែស៊ាំជាមួយនឹងវាទោះបីជាពេលបច្ចុប្បន្ននេះក៏ដោយមានមនុស្សជាច្រើនដែលត្រូវបានគេបដិសេធក្នុងរឿងបាទមុនពេលខ្ញុំបញ្ចប់មហាវិទ្យាល័យខ្ញុំបានដាក់ពាក្យធ្វើការចំនួន30ដងក៏ប៉ុន្តែត្រូវបានគេបដិសេធខ្ញុំក៏បានដាក់ពាក្យចូលធ្វើប៉ូលីសប៉ុន្តែគេថាមិនស័ក្តិសមខ្ញុំក៏បានដាក់ពាក្យចូលធ្វើការនៅ KFC បាទដែលនៅពេលដែល KFC បានមកដល់ប្រទេសចិនគឺ24នាក់បានដាក់ពាក្យសុំធ្វើការងារក៏ប៉ុន្តែគឺមាន20នាក់ត្រូវបានគេទទួលយកឲ្យធ្វើការគឺខ្ញុំជាមនុស្សអ្នកគត់ដែលត្រូវបានគេបដិសេធនៅពេលដែលខ្ញុំដាក់ពាក្យចូលធ្វើប៉ូលីសចំនួន5នាក់4នាក់ត្រូវបានគេទទួលឲ្យធ្វើការតែខ្ញុំត្រូវបានគេបដិសេធអូខ្ញុំភ្លេចប្រាប់រឿងនេះដល់អ្នកមួយទៀតគឺខ្ញុំបានដាក់ពាក្យចូលមហាវិទ្យាល័យ Harvard ចំនួន10ដងក៏ប៉ុន្តែត្រូវបានគេបដិសេធផងដែរបាទអញ្ចឹងអ្នកបរិយាយ10ដងនៅចូលមហាវិទ្យាល័យមែនទេបាទក៏ប៉ុន្តែខ្ញុំនឹងប្រាប់ខ្លួនឯងថាថ្ងៃណាមួយខ្ញុំនឹងក្លាយជាគ្រូបង្រៀនដ៏ល្អម្នាក់នៅទីនោះបាទនៅហាងស៊ូគឺមានទេសចរជាច្រើនទៅកាន់ទីនោះហើយគឺជាហេតុផលដែលជំរុញឲ្យអ្នករៀនភាសាអង់គ្លេសមែនទេបាទគឺពិតប្រាកដហើយគឺខ្ញុំបានរៀនភាសាអង់គ្លេសនៅទីនោះនៅពេលដែលខ្ញុំអាយុ12ឬ13ឆ្នាំហ្នឹងគឺខ្ញុំមានការចាប់អារម្មណ៍ទៅលើការរៀនភាសាអង់គ្លេសយ៉ាងខ្លាំងក៏ប៉ុន្តែគឺនៅទីនោះអត់មានសាលាណាបង្រៀនភាសាអង់គ្លេសនោះទេដូច្នេះហើយខ្ញុំក៏បានវិលត្រឡប់ទៅកាន់សន្តាគារហាងស៊ូដើម្បីសាកល្បងធ្វើជាអ្នកបកប្រែហើយទេសចរទាំងអស់នោះក៏បានបង្រៀននៅភាសាអង់គ្លេសជាច្រើនដល់ខ្ញុំបានចំណាយពេល9ឆ្នាំដើម្បីធ្វើការសិក្សារៀនសូត្រជាមួយទេសចរទាំងអស់នោះបាទហើយមិត្តភ័ក្តិរបស់ខ្ញុំក៏បានសួរថាតើអ្នកអាចនិយាយភាសាអង់គ្លេសបានល្អដោយរបៀបណាហេតុអ្វីបានជាអ្នកអាចនិយាយភាសាអង់គ្លេសដូចជាជនបរទេសអញ្ចឹងខ្ញុំក៏បានប្រាប់គាត់ថានេះគឺដោយសារតែបទពិសោធន៍ចំនួន9ឆ្នាំដែលខ្ញុំបាននៅជាមួយទេសចរដែលអ្វីៗពួកគេបានបង្រៀនខ្ញុំគឺខុសពីអ្វីៗដែលខ្ញុំបានរៀនពីសាលានិងពីឪពុកម្ដាយរបស់ខ្ញុំហើយនៅពេលដែលនិយាយឬក៏អានអ្វីមួយខ្ញុំតែងតែប្រើខួរក្បាលដើម្បីគិត